Failing 3 ប្រភេទ candlestick Failing 3 នេះគឺវាផ្ទុយមកវិញនៅទៀនពណ៌ក្រហមវែងមួយត្រូវបានអមដោយទៀនពណ៌បៃតងតូចចំនួន3បន្ទាប់មកទៀតពណ៌ក្រហមវែងមួយទៀតបន្តដំណើរទីផ្សារ B ទៅមុខទៀតនៅក្នុងកន្លែងនេះខ្ញុំនិយាយថាវាផ្ទុយមានន័យថានៅក្នុងទម្រង់ប្រភេទ candlestick នេះមានប្រភេទ candlestick 2ទី1គេឲ្យឈ្មោះថា rising 3ហើយទី2គឺ falling 3 rising 3គឺជាទម្រង់ទៀនដែលកើតឡើងនៅក្នុងទិសដៅទីផ្សារកើតឡើងនិងត្រូវបានប្រើដើម្បីកំណត់ដឹងការកើនឡើងចំណែកខាង falling 3គឺជាទីផ្សារដែលបន្តធ្លាក់ចុះអញ្ចឹងគ្រាន់តែខ្ញុំសង្ខេបប៉ុណ្ណឹងថាហេតុអីបានជាវាផ្ទុយមកវិញគឺផ្ទុយពី rising 3ដល់ពេល falling 3គឺជាទៀនដែលចុះអញ្ចឹងយើងមើលទៀនដែលចុះយ៉ាងម៉េចយើងមើលបង្គោលទៀនទី1គឺពណ៌ក្រហមគឺពណ៌ក្រហមប៉ុន្តែដល់ពេលនៅត្រង់កន្លែងនេះតាមពិតគឺបង្គោលទៀននេះពណ៌បៃតងតូចចំនួន3ដែលនេះតាមពិតគឺបង្គោលទៀន3ពណ៌បៃតង3ទេអត់ក្រហមអញ្ចឹងទេហើយបន្ទាប់មកទៀតវាស្ដាប់តែទៀនពណ៌ក្រហមនេះគឺចាប់ផ្ដើមកើតឡើងអញ្ចឹងបញ្ជាក់ថាទៀនបង្គោលទៀនពណ៌បៃតងនេះគឺចាប់ផ្ដើមធ្លាក់ចុះហើយទៀនពណ៌ក្រហមនេះគឺចាប់ផ្ដើមមានការកើនឡើងវិញមានន័យថាចំនួនអ្នកដែលលក់នឹងកើនឡើងចំនួនអ្នកបាយគឺត្រូវបានធ្លាក់ចុះឥឡូវយើងចូលដល់កន្លែងចូលផ្សារដើម្បីយើងអាចចូលផ្សារបានគឺទី1យើងមើលរូបរាងរបស់ប្រភេទ candlestick នេះសិនថាតើប្រភេទ candlestick នេះជារូបរាងនេះយើងស្គាល់ថាជាប្រភេទ candlestick មួយណាហើយអញ្ចឹងគឺយើងមើលអំពីទីផ្សារនេះគឺវាកើតឡើងពីលើចុះមកក្រោមតែយើងមើលពីបង្គោលទៀននេះមានបង្គោលទៀនពណ៌ក្រហមមួយយ៉ាងវែងហើយបន្ទាប់មកទៀតគឺយើងឃើញបង្គោលទៀនពណ៌បៃតងនេះចំនួន3អញ្ចឹងយើងកំណត់សម្គាល់ទៅលើបង្គោលទៀនពណ៌បៃតងនឹងឯងគេឲ្យឈ្មោះថាFailing 3ណា Failing 3 candlestick នឹងឯងហើយបន្ទាប់មកទៀតបង្គោលទៀន3នេះគឺចាប់ផ្ដើមមកហើយប៉ុន្តែវាហាក់ដូចជាកម្លាំងធ្លាក់ទៅដល់បង្គោលទៀនបន្ទាប់ទៀតបែរជាពណ៌ក្រហមទៅវិញអញ្ចឹងឃើញនៅកន្លែងនេះបញ្ជាក់ថាកម្លាំងអ្នកសាលគឺចាប់ផ្ដើមកើនឡើងហើយចាប់ផ្ដើមកើនឡើងដូច្នេះដើម្បីរកកន្លែងចូលផ្សារបានទី1យើងដែលគិតទៅលើអំពី candlestick នេះគឺយើងចូលផ្សារនៅចុងពេលដែលបង្គោលទៀនចង់បញ្ចប់នឹងគឺបានបិទណាបានបិទនៅត្រង់កន្លែងនេះគឺយើងចូលផ្សារនៅកន្លែងបង្គោលទៀនចង់នេះតែម្ដងហើយយើងដាក់ stop loss នៅលើបង្គោលទៀនពណ៌ក្រហមដែលបានកើតឡើងនៅមុនគេនឹងឯងប៉ុន្តែបងប្អូនសូមប្រយ័ត្នផងប្រយ័ត្នទី1ក្រែងមួយមានព័ត៌មានអ្វីបុកអញ្ចឹងបងប្អូនត្រូវតែដាក់stop loss ហើយនឹងកំណត់ TP ឲ្យបានត្រឹមត្រូវយើងមើលប្រភេទ candlestick អញ្ចឹងហើយក៏ប៉ុន្តែខ្លាចក្រែងតែមានព័ត៌មានអ្វីមួយវាអាចគេហៅថា fail របស់ candlestick នេះក៏ថាបានដែរ
ហើយមុននឹងយើងចូលផ្សារយើងអាចមើលប្រភេទmoving average យើងអាចមើលប្រភេទ RSI ឲ្យបានត្រឹមត្រូវសិនមានតែដឹងឃើញប្រភេទ candlestick នេះហើយយើងចាប់ផ្ដើមចូលផ្សារតែម្ដងគឺអត់កើតទេអញ្ចឹងគឺយើងត្រូវតែពឹងផ្អែកទៅលើព័ត៌មានខ្លះពឹងផ្អែកទៅលើ RSI ខ្លះពឹងផ្អែកទៅលើ moving average ខ្លះទើបមានប្រសិទ្ធភាពខ្ញុំធ្លាប់ចូលទៅមានប្រសិទ្ធភាពខ្ញុំធ្វើបែបនេះបានខ្ញុំយកមកប្រាប់ដល់បងប្អូន